បងប្អូនស្រីទាំងពីរនាក់ទើបតែហែទឹករួចស្រាប់តែឃើញចិញ្ចៀនពេជ្រដ៏ធំមួយលាក់ទុកនៅបាតអាងបងស្រីច្បងដោយភាពលោភលន់បានលោតចូលទៅក្នុងអាងភ្លាមនៅពេលដែលគ្មាននរណាម្នាក់នៅជុំវិញដោយមានបំណងចង់យកចិញ្ចៀននោះសម្រាប់ខ្លួនឯងទោះជាយ៉ាងណាក៏ដោយចិញ្ចៀននោះជាប់គាំងយ៉ាងណែនហើយនាងមិនអាចទាញវាចេញបានទេទោះបីជានាងព្យាយាមយ៉ាងណាក៏ដោយប្អូនស្រីពើដោយមិនអាចទ្រាំមើលបានទៀតក៏លោតចូលទៅក្នុងទឹកតាមនាងដោយមានបំណងជួយប្អូនស្រីរបស់នាងយកចិញ្ចៀនមកវិញប៉ុន្តែភ្លាមនោះសក់របស់ប្អូនស្រីពើបានជាប់គាំងនៅក្នុងសំណាញ់អាងដោយចៃដន្យហើយជាប់នឹងបងស្រីដោយមិនដឹងខ្លួនអ្នកគ្រប់គ្រងអាងហែទឹកដោយមិនដឹងខ្លួនពីភាពចលាចលនៅខាងក្រោមក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញដោយឃើញអាងហែទឹកទេគាត់គ្រាន់តែចុចប៊ូតុងបិទហើយគម្របអាងក៏បិទយឺតដោយដឹងពីគ្រោះថ្នាក់បងស្រីច្បងនៅក្នុងទឹកបានប្រើកម្លាំងទាំងអស់របស់នាងដើម្បីទាញសក់ប្អូនស្រីរបស់នាងដោយព្យាយាមហែឡើងលើផ្ទៃទឹកយ៉ាងលឿននៅពេលដែលគម្របហៀបនឹងបិទទាំងស្រុងបងស្រីដែលមានការថប់បារម្ភបានទាញចុងក្រោយហើយទីបំផុតអាចដោះសក់ចេញបានអ្នកទាំងពីរបានហែឆ្ពោះទៅច្រាំងដោយមិនឈប់ប៉ុន្តែវាយឺតពេលទៅហើយគម្របអាងហែទឹកត្រូវបានបិទយ៉ាងតឹងរឹងរួចទៅហើយបងប្អូនស្រីទាំងពីរមានអារម្មណ៍ដូចជាមេឃបានរលំពួកគេមិនដែលនឹកស្មានថាអាងហែទឹកនឹងមានគម្របនោះទេដោយភ័យខ្លាចពួកគេបានគូសគម្របដោយភ័យស្លន់ស្លោហើយស្រែករកជំនួយប៉ុន្តែទោះបីជាពួកគេស្រែកខ្លាំងក៏ដោយក៏វាគ្មានប្រយោជន៍ដែរអាងហែទឹកទាំងមូលទេស្អាតសូម្បីតែអ្នកបម្រើតែម្នាក់គត់ក៏បានចាក់ចេញជាយូរមកហើយភាពអស់សង្ឃឹមបានរុំព័ទ្ធពួកគេភ្លាមវាជាថ្ងៃសុក្រហើយអាងហែទឹកត្រូវបានបិទនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដោយមិនបើកឡើងវិញរហូតដល់ថ្ងៃច័ន្ទប្រសិនបើពួកគេនៅទីនេះដោយគ្មានអាហារឬទឹករយៈពេល2ថ្ងៃពួកគេប្រកាសជាស្លាប់បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះពួកគេបានសម្រេចចិត្តព្យាយាមបើកគម្របជាមួយគ្នាប៉ុន្តែវាជាការខ្ជះខ្ជាយការខិតខំប្រឹងប្រែងប្អូនស្រីបានស្ដីបន្ទោសបងស្រីរបស់នាងថាលោភលន់ហើយទូចឲ្យយកចិញ្ចៀនមកវិញដែលនាំពួកគេទៅរកស្ថានភាពលំបាកនេះទោះជាយ៉ាងណាក៏ដោយបងស្រីមានអារម្មណ៍ថាវាជាកំហុសរបស់បងស្រីនាងទាំងអស់ប្រសិនបើនាងមិនបានលោតចូលទៅក្នុងអាងទឹកទេពួកគេទាំងពីរនឹងមិនជាប់អន្ទាក់នោះទេប៉ុន្តែរឿងសំខាន់បំផុតឥឡូវនេះគឺការរត់គេចខ្លួនដូច្នេះនកទាំងពីរបានចាប់ផ្ដើមស្វែងរកច្រកចេញមួយផ្សេងទៀតនៅក្នុងអាងទឹកប៉ុន្តែពួកគេបានស្វែងរកអស់រយៈពេលយូរដោយមិនជោគជ័យអាងហែទឹកទាំងមូលត្រូវបានគេរកឃើញថាត្រូវបានបិទជិតទាំងស្រុងដោយនៅសល់តែឈុតហែទឹកចាស់មួយនិងបន្ទះផ្លាស្ទិកមួយប៉ុណ្ណោះភ្លាមនោះប្អូនស្រីបានកត់សម្គាល់ឃើញរន្ធតូចមួយនៅលើគម្របប៉ុន្តែវាតូចណាស់ដែលនាងមិនអាចពង្រីកវាបានទេមិនថានាងព្យាយាមយ៉ាងណាក៏ដោយបន្ទាប់មកបងស្រីបានព្យាយាមគាស់បើកស្នប់ដោយប្រើបន្ទះផ្លាស្ទិកប៉ុន្តែមិនថាពួកគេធ្វើអ្វីក៏ដោយគម្របអាងនៅតែដែលប្អូនស្រីមានការខូចចិត្តយ៉ាងខ្លាំងដោយជឿថាវាជាកំហុសរបស់ចិញ្ចៀនទាំងអស់ប៉ុន្តែបន្ទាប់មកបងស្រីដែលលោភលន់បានចងចាំថាចិញ្ចៀននៅតែជាប់នៅខាងក្រោមដូច្នេះនាងស្ត្រីនោះបានត្រឡប់ទៅទឹកជ្រៅវិញហើយទីបំផុតបានទាញចិញ្ចៀនធំនោះចេញប៉ុន្តែបន្ទាប់មកនាងបានកត់សម្គាល់ឃើញថាសំណាញ់នៅបាតអាងហាក់ដូចជារលុងបន្តិចប្រហែលជារឿងនេះអាចជួយពួកគេឲ្យរត់គេចខ្លួនបានដូច្នេះនាងបានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីទាញសំណាញ់នោះប៉ុន្តែវាជាប់គាំងខ្លាំងពេកហើយនាងមិនអាចទាញវាចេញបានទេដោយអស់សង្ឃឹមនាងអាចត្រឡប់មកលើផ្ទៃទឹកវិញដើម្បីពិភាក្សាអំពីការរត់គេចខ្លួនជាមួយប្អូនស្រីរបស់នាងប៉ុន្តែភ្លាមនោះទូរស័ព្ទរបស់នាងបានរត់នៅលើច្រាំងវាជាមិត្តប្រុសរបស់ប្អូនស្រីនាងកំពុងហៅដោយមើលទូរស័ព្ទនៅជិតមុខរបស់ពួកគេខ្លាំងពេកពួកគេមិនអាចលើកវាបានទេហើយពួកគេទាំងពីរមានអារម្មណ៍ស្រងូតស្រងាត់ទាំងស្រុងពេលវេលាកន្លងផុតទៅនិងភាពងឹតបានមកដល់ភ្លើងអាងហែទឹកបានរលត់ដោយស្វ័យប្រវត្តិដែលធ្វើឲ្យអ្នកទាំងពីរធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមទាំងស្រុងមិត្តប្រុសនៅតែបន្តហៅទូរស័ព្ទហើយទឹកអាងកាន់តែត្រជាក់ដោយគ្មានពន្លឺព្រះអាទិត្យអ្វីដែលអាក្រក់ជាងនេះទៅទៀតមុខរបស់បងស្រីក៏ប្រែជាស្លេកស្លាំងភ្លាមហើយរាងកាយរបស់នាងក៏ទន់ខ្សោយវាបានបង្ហាញថានាងមានជំងឺទឹកនោមផ្អែមហើយត្រូវការចាក់អាងស៊ុយលីនជាបន្ទាន់បើមិនដូច្នោះទេនាងនឹងសន្លប់ឆាប់នេះប៉ុន្តែថ្នាំសង្គ្រោះជីវិតរបស់នាងស្ថិតនៅក្នុងកាបូបខាងលើដោយដឹងពីស្ថានភាពដ៏អាក្រក់ប្អូនស្រីបានវាយគម្របអាងយ៉ាងប្រញាប់ប្រញាល់ដោយបំណែកផ្លាស្ទិកប៉ុន្តែភ្លាមនោះសំឡេងមួយបានបន្លឺឡើងពីខាងលើហើយភ្លើងអាងក៏ភ្លឺភ្លាមវាបានបង្ហាញថាមានអ្នកសម្អាតម្នាក់បានចូលមកសម្អាតដោយឃើញប្អូនស្រីទាំងពីរនាក់កំពុងវាយគម្របយ៉ាងអស់សង្ឃឹមនិងស្រែកសុំជំនួយនាងបានតាក់ទាញចំណាប់អារម្មណ៍របស់អ្នកសម្អាតដោយជោគជ័យអ្នកទាំងពីរគិតថាពួកគេអាចរត់គេចខ្លួនបានប៉ុន្តែពួកគេមានការភ្ញាក់ផ្អើលអ្នកសម្អាតបានទៅកាន់វ៉ាលីរបស់ពួកគេយកប្រាក់ពីកាបូបរបស់ពួកគេដោយមិនមានពិធីអ្វីឡើយហើយបន្ទាប់មកបានដកយកកាតធនាគាររបស់ពួកគេគាត់បានសម្លឹងមើលកាមេរ៉ាសុវត្ថិភាពនៅជ្រុងមួយវិនាទីបន្ទាប់គាត់បានដើរចូលទៅក្នុងបន្ទប់ត្រួតពិនិត្យហើយបិទកាមេរ៉ាទាំងអស់ម្ដងមួយបន្ទាប់មកគាត់បានត្រឡប់ទៅមាត់អាងវិញហើយប្រាប់បងប្អូនស្រីពីរនាក់ដែលជាប់នៅក្នុងទឹកថាគាត់ទើបតែត្រូវបានដោះលែងពីពន្ធនាគារហើយត្រូវបានម្ចាស់អាងបណ្តេញចេញនៅថ្ងៃនោះគាត់បាននិយាយថាពួកគេឥឡូវនេះគ្មានលុយចាយហើយមិនអាចបង់ថ្លៃជួលផ្ទះបានឡើយហើយបានទាមទារលេខកូដសម្ងាត់កាតធនាគាររបស់ពួកគេប្រសិនបើពួកគេចង់ឲ្យគាត់ជួយពួកគេបងប្អូនស្រីមានការខឹងសម្បារយ៉ាងខ្លាំងដោយចោទប្រកាន់គាត់ពីបទជំរិតទារប្រាក់និងស្រែកជេរប្រមាថគាត់ដោយឃើញថាបងអូនស្រីបដិសេធមិនសហការស្ត្រីរូបនោះបានសម្រេចចិត្តបង្រៀនពួកគេនៅមេរៀនមួយដូច្នេះនាងបានបិទភ្លើងនៅក្នុងកន្លែងប្រារព្ធពិធីនិងម៉ាស៊ីនកម្ដៅអាងហែទឹកដោយចៃដន្យដោយទុកឲ្យអ្នកទាំងពីររងទុក្ខក្នុងទីងឹតនិងត្រជាក់ដោយប្រឈមមុខនឹងជម្រើសរវាងលុយកាក់និងជីវិតបងស្រីច្បងបានចុះចាញ់នៅទីបំផុតសូនបានដឹងពាក្យសម្ងាត់ហើយស្ត្រីនោះក៏ចាក់ចេញដោយសារគាត់បានបិទម៉ាស៊ីនកម្ដៅស្ត្រីទាំងពីរនាក់បានញ័រយ៉ាងខ្លាំងដោយសារភាពត្រជាក់ហើយជំងឺទឹកនោមផ្អែមរបស់បងស្រីក៏ចាប់ផ្ដើមកើនឡើងអាងស៊ុយលីនសង្គ្រោះជីវិតស្ថិតនៅលើកៅអីខាងលើ
ដោយឃើញពីទុក្ខវេទនារបស់បងស្រីទាំងពីរគាត់មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងហើយដឹងថាគាត់មិនអាចរងចាំបានទៀតទេគាត់បានរើសចានផ្លាស្ទិកមួយមកប៉ះគម្របដើម្បីព្យាយាមទាក់ទាញស្ត្រីនោះឲ្យមកភ្លាមនោះនាងកំពុងលាក់ខ្លួននងស្រមោលលួចស្ដាប់ការសួររបស់ប្អូនស្រីថាហេតុអ្វីបានជាគាត់យកលុយប៉ុន្តែមិនបានជួយស្ត្រីនោះនៅពេលនោះស្ត្រីនោះបាននិយាយថាវាគ្រាន់តែជាប្រាក់យន្តប៉ុន្មាន10យន់នៅក្នុងកាត់ប៉ុណ្ណោះពួកគេមិនហ៊ានប្រាប់អ្នកសុំទានថាគាត់នឹងមិនជួយជាមួយប្រាក់តិចតួចនេះទេស្ត្រីវ័យកណ្ដាលបានងាកចេញបន្ទាប់ពីនិយាយពាក្យអាក្រក់របស់នាងដែលធ្វើឲ្យបងប្អូនស្រីទាំងពីរមើលទៅអស់សង្ឃឹមយ៉ាងខ្លាំងដោយមានការខឹងសម្បារយ៉ាងខ្លាំងប្អូនស្រីតូចបានសម្រេចចិត្តសងសឹកស្ត្រីលោភលន់រូបនេះដូច្នេះនាងបានលួចសម្លៀងផ្លាស្ទិកមួយដុំដោយដឹងថាស្ត្រីនោះខ្វល់តែពីលុយនាងក៏បានបោកបញ្ឆោតនាងដោយនិយាយថានាងនឹងបង្ហាញទីតាំងលុយដែលលាក់ទុករបស់នាងស្ត្រីនោះបានលង់ស្នេហ៍នឹងនាងហើយប្អូនស្រីតូចបានឆ្លៀតឱកាសចាក់ស្ត្រីនោះយ៉ាងខ្លាំងចំត្រចៀកស្ត្រីនោះស្រាប់តែមានការឈឺចាប់យ៉ាងខ្លាំងទោះបីជាបងប្អូនស្រីទាំងពីរបានបាញ់ចេញកំហឹងរបស់ពួកគេក៏ដោយពួកគេក៏បានធ្វើឲ្យស្ត្រីនោះខឹងយ៉ាងខ្លាំងផងដែរដែលបានសម្រេចចិត្តផ្ដល់មេរៀនដ៏ឃោរឃៅដល់ពួកគេបុរសនោះបានបើកឧបករណ៍ចរាចរណ៍ទឹកហើយទឹកដ៏ខ្លាំងមួយបានហូរចូលបងប្អូនស្រីទាំងពីរនាក់មានការភ័យស្លន់ស្លោយ៉ាងខ្លាំងដោយព្យាយាមបិទច្រកចេញប៉ុន្តែសម្ពាធទឹកដ៏ខ្លាំងធ្វើឲ្យមិនអាចទប់ទល់បានបងស្រីច្បងដែលមានជំងឺទឹកនោមផ្អែមបានដួលសន្លប់ដោយសារទឹកហូរឥតឈប់ឈរឃើញបែបនេះប្អូនស្រីពើបានទាញប្អូនស្រីរបស់គាត់ទៅរកច្រកតូចមួយយ៉ាងលឿនសុំទោសស្ត្រីនោះនិងអង្វរសុំការអាណិតអាសូរដោយខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរស្ត្រីនោះបានត្រឡប់ទៅបន្ទប់ត្រួតពិនិត្យវិញហើយបិទវាគាត់នោះបានបន្តពួកគេគិតថាស្ត្រីចំណាស់នឹងឈប់នៅទីនោះប៉ុន្តែមិននឹកស្មានដល់គាត់បានត្រឡប់ទៅមាត់អាងទឹកវិញហើយគំរាមអ្នកទាំងពីរម្ដងទៀតស្ត្រីរូបនោះបានអះអាងថានាងនឹងជួយសង្គ្រោះពួកគេប្រសិនបើពួកគេប្រគល់ចិញ្ចៀនពេជ្រនោះដើម្បីសង្គ្រោះជីវិតរបស់ពួកគេបងប្អូនស្រីទាំងពីរនាក់គ្មានជំរើសអ្វីក្រៅពីចុះចាញ់ឡើយស្ត្រីទាំងពីរនាក់បន្ទាប់ពីទទួលបានចិញ្ចៀនរួចបានប្រគល់វាទៅឲ្យស្ត្រីរូបនោះតាមរយៈការបើកដោយសន្យាថានឹងមិនទូរស័ព្ទទៅប៉ូលីសនៅពេលក្រោយបន្ទាប់ពីទទួលបានអ្វីដែលពួកគេចង់បានស្ត្រីរូបនោះបានរក្សាការសន្យារបស់នាងហើយបានត្រឡប់ទៅបន្ទប់ត្រួតពិនិត្យវិញដើម្បីបញ្ចូលលេខកូដដើម្បីបើកគម្របទោះជាយ៉ាងណាគម្របនៅតែមិនរើបន្ទាប់ពីបញ្ចូលលេខកូដបន្ទាប់មកនាងបានដឹងដោយភ័យខ្លាចថាម៉ាស៊ីនដែលខូចនោះដំណើរការមិនប្រក្រតីដោយគ្មានជំរើសផ្សេងស្ត្រីរូបនោះបានត្រឡប់ទៅមាត់អាងវិញហើយប្រាប់ស្ត្រីទាំងពីរនាក់ពីរបៀបបើកគម្របឧបករណ៍នោះបានដំណើរការខុសប្រក្រតីហើយគាត់គ្មានជំរើសផ្សេងទៀតទេគាត់ក៏មិនអាចហៅប៉ូលីសបានដែរព្រោះគាត់ទើបតែត្រូវបានដោះលែងប្រសិនបើប៉ូលីសចាប់គាត់នឹងត្រូវជាប់គុកអស់មួយជីវិតបន្ទាប់មកគាត់មិនអើពើនឹងស្ត្រីអស់សង្ឃឹមទាំងពីរនាក់នោះទេហើយបានចាក់ចេញពីអាងហែទឹកដោយមិនបានងាកក្រោយឡើយដោយមើលខ្សែជីវិតតែមួយគត់របស់ពួកគេបានបាត់ទៅបងប្អូនស្រីទាំងពីរឥឡូវនេះមានការខូចចិត្តយ៉ាងខ្លាំងវាជាថ្ងៃសុក្រជាថ្ងៃចុងសប្តាហ៍ហើយកន្លែងនោះត្រូវបានបិទពួកគេត្រជាក់នឹងឃ្លានពួកគេពិតជាមិនអាចទ្រាំទ្របានពីថ្ងៃទេហើយអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតនោះគឺជំងឺទឹកនោមផ្អែមរបស់បងស្រីគាត់អាចសម្លាប់គាត់នៅពេលណាក៏បានដោយអស់សង្ឃឹមក្នុងការរស់រានមានជីវិតប្អូនស្រីរបស់គាត់បានហែទឹកដោយអស់ពីសមត្ថភាពឆ្ពោះទៅបាតអាងក្តីសង្ឃឹមតែមួយគត់របស់នាងគឺស្ថិតនៅក្នុងសំណាញ់បង្ហូរទឹកប្រហែលជានាងអាចប្រើវាដើម្បីបំបែកគម្របអាងដោយគិតដូច្នេះនាងបានទាញសំណាញ់បង្ហូរទឹកដោយអស់សង្ឃឹមប៉ុន្តែវាមិនព្រមរើឡើយដោយគ្មានជំរើសផ្សេងទៀតនាងអាចបន្តទាញបានរាល់ពេលដែលនាងមិនអាចទប់ដង្ហើមបាននាងនឹងងើបឡើងដើម្បីដកដង្ហើមបន្ទាប់មកមុជចុះមកវិញដើម្បីព្យាយាមម្ដងទៀតដោយកាន់សំណាញ់បង្ហូរទឹកយកអាងណែនដោយដៃទាំងពីរគាត់បានទាញដោយអស់ពីកម្លាំងរបស់គាត់ប៉ុន្តែសំណាញ់នោះបានជ្រេះទៅហើយវាមិនរើចេញបន្ទាប់ពីរយៈពេលយូរដោយគ្មានជំរើសផ្សេងទៀតគាត់ត្រូវតែត្រឡប់ទៅផ្ទៃទឹកវិញភ្លាមនោះប្អូនស្រីរបស់គាត់ស្រាប់តែដួលសន្លប់ហើយគាត់ត្រូវតែធ្វើសកម្មភាពយ៉ាងរហ័សប្អូនស្រីរបស់គាត់បានចាប់យកឈុតហែទឹកដែលរហែកពីចំហៀងភ្លាមបន្ទាប់មកមុជត្រឡប់ទៅក្រោមទឹកវិញហើយរុំវាជុំវិញសំណាញ់ដោយសង្ឃឹមថានឹងបង្កើនការគិតជាមួយក្រណាត់ដោយមានឆន្ទៈដ៏មុតមមដើម្បីរស់រានមានជីវិតគាត់បានបញ្ចេញកម្លាំងទាំងអស់នៅក្នុងខ្លួនរបស់គាត់ហើយទីបំផុតទទួលបានជោគជ័យក្រៅពីរបាំងសុវត្ថិភាពបងស្រីរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងររួចទៅហើយដោយសន្លប់ទាំងស្រុងក្នុងគ្រាអាសន្ននេះប្អូនស្រីរូបនេះបានចាប់ផ្ដើមធ្វើចលនាបេះដូងភ្លាមដោយដឹងថាពួកគេកំពុងប្រណាំងប្រជែងនឹងសេចក្តីស្លាប់នាងបានក្តាប់របាំងសុវត្ថិភាពយ៉ាងណែនហើយរុញវាចុះលើគម្របជាចុងក្រោយការខិតខំប្រឹងប្រែងរបស់នាងបានសម្រេចហើយស្នាមប្រេះមួយបានលេចឡើងនៅលើគម្រប